តកតងជាមួយនឹង material យើងសម្ភារៈខ្ញុំលើកជាចំណុចមួយដែលចូលក្នុង scope ទី2ចំណុចដែលសំខាន់បំផុតនោះគឺជាងដែលគាត់មានចំណេះជំនាញទៅលើការងារបច្ចេកទេសគឺវាសំខាន់ជាងសម្ភារៈដែលយើងប្រើរបស់ល្អនេះខ្ញុំនិយាយអញ្ចឹងមូលហេតុអីបងប្អូនអ្នកគ្នាប្រើរបស់ល្អដែលមានគុណភាពសម្ភារៈដែលមានគុណភាពប៉ុន្តែខ្វះ technical ខ្វះបច្ចេកទេសក្នុងការធ្វើគឺវានឹងមានបញ្ហាប៉ុន្តែបើបងប្អូនអ្នកគ្នាប្រើរបស់ជាមធ្យមប៉ុន្តែអ្នកដែលជាងដែលគាត់ធ្វើហ្នឹងគឺគាត់មានចំណេះជំនាញទៅលើការងារបច្ចេកទេសហ្នឹងគឺមិនមានបញ្ហាទេខ្ញុំធានាឲ្យទៅលើការងារទាំងអស់ហ្នឹងខ្ញុំមានឧទាហរណ៍ថាការងារខ្ញុំមួយចុះគ្រប់គម្រោងខ្ញុំទាំងអស់ខ្ញុំមាន scope របស់ខ្ញុំអំពូលខ្ញុំរត់ទៅយោលេខប្រមាណខ្ញុំរត់លេខ20ព្រីខ្ញុំរត់លេខ25ម៉ាស៊ីនជែកខ្ញុំរត់លេខ25ម៉ាស៊ីនទឹកក្តៅខ្ញុំរត់លេខ25ខ្ញុំអត់រត់ចូលគ្នាខ្ញុំរត់ដាច់ដល់ឡែកពីគ្នាទី1ទី2មកកាត់ខ្សែអំពូលហ្នឹងប្រហែលគ្រាប់ខ្ញុំរត់ខ្សែ1កន្លះតើគួរតែប្រើប្រហែលមេព្រីខ្ញុំរត់2កន្លះប្រើប្រហែលព្រីមួយឡានហើយការងារបែបម៉េចពីមួយឡានពីព្រីមួយទៅព្រីមួយគឺជាប់ direct ម៉ាស៊ីនត្រជាក់មួយឡានហ្នឹងទៅដាច់អត់ភ្ជាប់ពីមួយទៅមួយទេម៉ាស៊ីនទឹកក្តៅដូចគ្នាអញ្ចឹងមកកាត់ខ្សែដែលជាមកខ្ញុំក៏យើងអាចប្រាប់បានដែរសំខាន់លើការងារ technical លើការងារបច្ចេកទេសលើចំណេះដឹងចំណេះជំនាញលើយើងទេអញ្ចឹងវិលត្រឡប់មកវិញតកតងជាមួយនឹងសម្ភារៈគឺខ្ញុំលើកជាផ្នែកទី2តែការងារបច្ចេកទេសគឺជាផ្នែកទី1អញ្ចឹងសម្រាប់បងប្អូនអ្នកគ្នាដែលមានដំណើរការទៅលើការងារប្លង់ឬក៏ការងារបច្ចេកទេសឬក៏ការងារតឡើងបងប្អូនអ្នកគ្នាអាចតកតងមកខ្ញុំបានមិនថាបងប្អូនអ្នកគ្នាអាចត្រូវការធ្វើឬក៏ខណ្ឌសាក់សួរនាំទៅលើការងារទាំងអស់ហ្នឹងក៏ពួកខ្ញុំអាច support ជូនបងប្អូនអ្នកគ្នាដែរអញ្ចឹងសម្រាប់វីដេអូខ្ញុំមានប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ